យកណាហេតុអីមិនគេបូកអុកស៊ីហ្សែនដោយសារតែនេះចំហេះមួយការបានក៏មានវត្តមានអុកស៊ីហ្សែនបើភ្លើងរបស់យើងចេញពណ៌ខៀវស្វាលបើយើងចេញពណ៌ខៀវស្វាលមេតានអានេះក៏មេតានបូកអុកស៊ីហ្សែនដូចគ្នាហេតុអីមិនផលិតផលពីរហ្នឹងចេញពីផ្សេងគ្នាអញ្ចឹងគ្នាយើងភាគច្រើនតែសួរគ្រូបដកម្មចំហេះមិនគេត្រូវតែបូកអុកស៊ីហ្សែនវិញពាក់ព័ន្ធអីមួយអុកស៊ីហ្សែនអញ្ចឹងគ្រូទាញយើងមកចូលចំណុចនេះមួយគ្រូមានឧទាហរណ៍នៃបដកម្មពីរសម័យកាលពីរហើយនឹងគ្រូលើកចំណុចនេះមកភាគច្រើនគ្នាយើងអត់ដឹងទេថាអូដុតភ្លើងឆេះឲ្យតែមានប្រេងឥន្ធនៈមានសាំងមានអីហ្នឹងហើយនឹងមានកម្ដៅមកឆេះហើយតែយើងអត់ដឹងទេនេះក្នុងការដុតភ្លើងក្នុងភ្លើងមួយដើម្បីដុតឆេះតតែមានវត្តមានអុកស៊ីហ្សែនមានន័យថាតតែអា3មុំហ្នឹងបញ្ចូលគ្នាទៅដុតភ្លើងនឹងឆេះឬក៏ភ្លើងនឹងអាចឆេះបានបើដកមួយណាចេញក្នុងចំណោម3ហ្នឹងដកកម្ដៅចេញដកប្រេងឥន្ធនៈចេញឬក៏ដកអុកស៊ីហ្សែនចេញគឺភ្លើងហ្នឹងគឺលាត់លែងឆេះមកតែគ្នាយើងភាគច្រើនអត់ដឹងទេដឹងតែពីរនេះអត់ដឹងថាតតែមានអុកស៊ីហ្សែនទៅឆេះអញ្ចឹងយើងមកមើលឥឡូវគ្រូលើកមកឥឡូវទាញណាភ្លើងមួយហ្នឹងមានធាតុ3នៅក្នុងហ្នឹងទៅឆេះបានឥឡូវយើងទាញមកក្នុងប្រតិកម្មយើងអញ្ចឹងយកទេណាហេតុអីមិនគេបូកអុកស៊ីហ្សែនដោយសារតែនេះចំហេះមួយកើតបានក៏មានវត្តមានអុកស៊ីហ្សែនអត់អុកស៊ីហ្សែនអត់អាចឆេះបានទេអញ្ចឹងយើងមកមើលឥឡូវមើលវិញទៀតអានេះមេតានអានេះក៏មេតានបូកអុកស៊ីហ្សែនដូចគ្នាហេតុអីមិនផលិតផលពីរហ្នឹងចេញពីផ្សេងគ្នាអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងបរិមាណអុកស៊ីហ្សែននៅពេលដែលយើងដុតភ្លើងនៅក្នុងកន្លែងណាមួយដែលមានអុកស៊ីហ្សែនមានខ្យល់ចេញចូលបានល្អមានន័យថាវាមានវត្តមានអុកស៊ីហ្សែនគ្រប់គ្រាន់ពេលដែលមានវត្តមានអុកស៊ីហ្សែនគ្រប់គ្រាន់ចំហេះហ្នឹងគេហៅថាចំហេះគេនេះសម័យកាលគេហៅថាចំហេះសពហ្នឹងវាចេញឧស្ម័នសេដឺនេះអាហ្នឹងអត់សូវពុលប៉ុន្មានទេអាសេដឺហ្នឹងតែបើយើងដុតនៅកន្លែងមួយដែលខ្យល់ចេញចូលអត់គ្រប់គ្រាន់មានន័យថាវាខ្សត់អុកស៊ីហ្សែនខ្វះអុកស៊ីហ្សែនអញ្ចឹងចំហេះហ្នឹងគេហៅថាចំហេះបដកម្មទី2នេះចំហេះមិនសពហើយចំហេះមិនសពហ្នឹងយើងមើលនេះចេញ CO អា CO ហ្នឹងពុលខ្លាំងជាងសេដឺអញ្ចឹងវិធីមើលយើងធ្វើមិននៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងយើងធ្វើមិនដឹងថាអូអាហ្នឹងជាចំហេះសពឬក៏ជាចំហេះមិនសពយើងអាចមើលទៅលើពណ៌នៃភ្លើងរបស់យើងបានបើភ្លើងរបស់យើងពណ៌លឿងមានន័យថាវាជាចំហេះមិនសពបើចំហេះមិនសពអូខេវាចេញអីគេចេញឧស្ម័ន CO នេះអាហ្នឹងពុលខ្លាំងហើយយើងព្យាយាមកំនៅចិត្តវេអីល្អជាងតែបើភ្លើងរបស់យើងចេញពណ៌ខៀវស្វាលពេលវាចេញពណ៌ខៀវស្វាលអាហ្នឹងមានបរិមាណអុកស៊ីហ្សែនច្រើនអញ្ចឹងវាទៅជាចំហេះសពចេញសេដឺអត់សូវពុលប៉ុន្មានទេហើយតាក់ទងជាមួយនឹងធម្មពលដែលទទួលបានវិញចំពោះចំហេះមិនសពនេះចេញឧស្ម័នពុលហើយធម្មពលដែលយើងទទួលបានក៏ទាបដែរកម្ដៅដែលទទួលបានទាបបើយើងនិយាយភ្លើងយើងដុតដាំបាយហើយអានេះបញ្ចេញឧស្ម័ននេះអត់សូវពុលហើយវាផ្ដល់ធម្មពលខ្ពស់ទៀតអញ្ចឹងយើងអាចចំណាំមើលបាននៅផ្ទះបើយើងដុតអីមួយបើឃើញពណ៌ភ្លើងលឿងអាហ្នឹងចំហេះមិនសពចេញ CO មកអាហ្នឹងពុលខ្លាំងតែបើចេញពណ៌ខៀវស្រាលអាហ្នឹងជាចំហេះសពចេញសេដឺអត់សូវពុលទេអញ្ចឹងវីដេអូគ្រូថ្ងៃហ្នឹងគ្រូមានប៉ុណ្ណឹងអរគុណ